ជាបន្តិចនេះជាហាងបរោះដែលមានអាយុវ័យក្មេងម្នាក់បើកពេលព្រឹកគេមានពេលលំហែកាយនេះមិនមែនខ្ជិលទេពីព្រោះអ្វីដែលត្រូវធ្វើពួកគេបានរៀបចំតាំងពីម្សិលមិញម្លេះជួនកាលវត្ថុដែលត្រូវរៀបចំមានច្រើនណាស់ខ្ញុំត្រូវចំណាយពេលយ៉ាងច្រើនដូច្នេះពួកខ្ញុំមិនចាំដល់ពេលព្រឹកនោះទេត្រូវហើយពេលលំហែកាយបានតែកាខ្វេមួយពេញប៉ុណ្ណោះបន្ទាប់មកត្រូវមមាញឹកចិត្តបន្លែគ្រប់យ៉ាងវត្ថុទាំងនេះគ្រាន់តែជាតួរឿងប៉ុណ្ណោះពណ៌លឿងនេះហៅថាសណ្ដែកមាត់ឥន្ទ្រីសណ្ដែកល្អិតនេះលាយចូលជាមួយបន្លែគ្រប់មុខក្រោយមកដាក់គ្រាប់ស្វាយឥន្ទ្រីសូសឺដែលធ្វើដោយខ្លួនឯងខ្ញុំគិតថាវាស្រស់ពីព្រោះពួកខ្ញុំខ្លាចប្រសិនបើធ្វើច្រើនទុក2ថ្ងៃក្រោយក៏មិនឆ្ងាញ់ដែរត្រូវហើយដើម្បីម្ហូបឆ្ងាញ់ត្រូវចំណាយពេលធ្វើរៀងរាល់ថ្ងៃក្នុងហាងនេះនៅមានទឹកជ្រលក់ផ្សេងទៀតជាច្រើនតាមពិតរសជាតិទាំងនេះសុទ្ធតែគំនិតគាត់ពីព្រោះខ្ញុំមិនចេះធ្វើម្ហូបសោះអ្នកដែល Stella និយាយនោះគឺ Mai និង Spencer ពួកគេស្នេហាគ្នាតាំងពីនៅរៀនមហាវិទ្យាល័យអ្នកទាំងពីររៀនផ្នែកប្រព័ន្ធផ្សព្វផ្សាយមួយរៀនផ្នែកសេដ្ឋកិច្ចបញ្ចប់ការសិក្សាហើយនាំគ្នាមកតៃវ៉ាន់ឲ្យជារសផ្អែមស្រស់ហើយពណ៌ក៏ស្រស់នេះសុទ្ធតែធ្វើដោយបន្លែធម្មជាតិពិតមានទឹកផ្លែឈើប៉ុន្មានមុខទៀតក៏ជាការផ្សំរបស់ Mai ដែរពីតូចគាត់ចូលចិត្តធ្វើម្ហូបណាស់ពេលជួបជុំមិត្តភ័ក្តិម្ដងគាត់តែបញ្ចេញថ្វីដៃរបស់គាត់ក្រោយមក Spencer បានមានគំនិតច្នៃអាជីពជាពិសេសគឺពួកគេចង់ណែនាំអាហារទាំងមូលជូនមនុស្សគ្រប់រូបអ្វីដែលហៅថាអាហារទាំងមូលនោះគឺធ្វើយ៉ាងណាឲ្យម្ហូបរបស់យើងកាន់តែគៀកចិត្តធម្មជាតិកាន់តែល្អមិនប្រើជាតិគីមីហើយមិនប្រើជាតិថ្នាំធ្វើយ៉ាងណាយកវត្ថុធម្មជាតិច្នៃឲ្យវាคล้ายជាធម្មជាតិដើមដដែលយកមកបរិភោគពួកខ្ញុំគ្រាន់តែចង់ឲ្យមនុស្សគ្រប់គ្នាមើលឃើញអាហារទាំងនេះហើយយល់ដឹងពីការច្នៃរបស់វាអ្នកអាចបរិភោគអាហារដែលមិនប៉ះពាល់ខូចខាតដល់សុខភាពបរិភោគអាហារទាំងនេះមិនចាំបាច់បញ្ចូលជាតិស្ករតែនៅតែមានរសជាតិឆ្ងាញ់ពួកគាត់4នាក់នេះថ្មីត្បិតមានអាជីពមិនធំធេងមែនក៏ប៉ុន្តែមានគោលបំណងធំហើយអ្វីដែលជោគជ័យនោះគឺវានឹងក្លាយជាអាជីពមួយដែលមានប្រយោជន៍ជាទូទៅ